បងប្រុសម្ចាស់អាអិចនេះគឺគាត់ក៏ពិតជាមានទឹកចិត្តល្អណាបងប្អូនចឹងគាត់ឃើញលពូម្នាក់នេះគាត់ជោគអាស្មៅអាស្លឹកឈើអីវល្លិអីហ្នឹងដែលវាដុះមកទន្ទ្រានលើអាផ្លូវបេតុងដែលយើងចាក់ជិះធ្វើដំណើរហ្នឹងបងប្អូននេះហើយធម្មតាយើងអត់ប្រើកម្លាំងម៉ាស៊ីនយើងបើសិនជាយើងជោគចប់ឬក៏កាប់ក្បិតអីទៅមកព្រឹកថ្ងៃត្រង់មិនហើយហ៎បងប្អូននេះតែដល់ពេលបងម្ចាស់អិចហ្នឹងគាត់ឃើញអញ្ចឹងគាត់មកយកអិចរបស់គាត់មកជួយរុញអញ្ចឹងណារុញបោសចេញពីផ្លូវបេតុងដែលយើងធ្វើដំណើរនឹងឲ្យវាទៅខាងអស់ទៅបងប្អូននេះហើយគាត់ពិតជាមានទឹកចិត្តល្អមែនទែនណានេះគឺផ្លូវសម្រាប់យើងធ្វើដំណើរសាធារណៈយើងដើរទាំងអស់គ្នាអញ្ចឹងណាបងប្អូនចឹងយើងចូលរួមថែរក្សាទាំងអស់គ្នាជួយសម្អាតបរិស្ថានទាំងអស់គ្នាអញ្ចឹងទៅនេះល្អដែរនេះសកម្មភាពនេះណាអញ្ចឹងបងប្អូនមើលបើអ្នកខ្លះគាត់គិតតែប្រយោជន៍តខ្លួនរបស់គាត់អត់យកអីគាត់យកមកកាយទេព្រោះអស់សាំងអស់អីសាំងពងថ្លៃផងអញ្ចឹងណាបងប្អូនអញ្ចឹងយើងអីសិស្សជួលគេគិតម៉ោងគិតអីអញ្ចឹងណាប៉ុន្តែគាត់សុខចិត្តនេះយកអិចរបស់គាត់យកមកកាយសម្អាតអញ្ចឹងឲ្យវាស្អាតនេះឲ្យវាតលាយផ្លូវសម្រាប់ធ្វើដំណើរអញ្ចឹងណាបងប្អូននេះបន្ទាប់ពីសម្អាតចាប់រួចរាល់នេះបងប្រុសគាត់ជូនភេសជ្ជៈអញ្ចឹងណានៅពេលដែលធ្វើការអស់កម្លាំងអញ្ចឹងគាត់ក៏មានទឹកចិត្តដែរបងប្អូននេះជូនតកង់អិចនឹង2កំប៉ុងអញ្ចឹងណានេះភេសជ្ជៈសម្រាប់បូរកម្លាំងអញ្ចឹងទៅជាទឹកចិត្តក្នុងការជូនគាត់នៅពេលដែលគាត់ជួយធ្វើយើងអញ្ចឹងណាបងប្អូននេះ